សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរ admin នឹងមកបន្តសាច់រឿង Thomas Follinger ដែលជាភាគទី7តពីភាគមុនមកនៅពេលដែលចាន់ណានគាត់និយាយថាបើសិនជាថាអំពូលរបស់គាត់អត់មកវិញគាត់ហួននៅធ្វើជាមនុស្សធម្មតាក៏បានដែរប៉ុន្តែត្រូវបានព្រះនាងម្ចាស់ឈូយូបដិសេធហើយនាងនិយាយថានាងនឹងព្យាយាមជាបាលឲ្យថាអំពូលចាន់ណានវិលមកវិញនាងអត់ចង់ជពាក់គុណចាន់ណានទេព្រោះចាន់ណានធ្លាប់ជួយព្រះនាងម្ចាស់អញ្ចឹងហើយនាងត្រូវតែជួយចាន់ណានវិញនៅពេលដែលព្រះនាងម្ចាស់ឈូយូគាត់ដើរចេញព្រះនាងម្ចាស់យូអឺក៏បបួលចាន់ណានទៅបណ្ណាល័យនៅពេលដែលពួកគេមកដល់បណ្ណាល័យព្រះនាងម្ចាស់ក៏ប្រាប់ទៅចាន់ណានថាគាត់ចង់មើលសភៅអីទៅមើលខ្លួនឯងទៅនាងអត់បានដើរទៅជាមួយទេពេលចាន់ណានគាត់ដើររកសភៅសុកប្រាប់ថាភ្លើងទៀនហ្នឹងក៏បានតែលុតហើយពេលគាត់ងាកទៅកាន់សភៅដែលគាត់រៀបយកមកវិញប្រាប់ថាសភៅហ្នឹងបានបាត់បានមកស្ទុះសភៅហ្នឹងក៏បានធ្លាក់មកពីលើមកវិញនឹងមានសភៅធ្លាក់មកពីលើជាច្រើនទៀតអាកូននេះដងវាឃើញអញ្ចឹងស្មានតែខ្មោចឡងវាខំទៅហិតកចាន់ណាននឹងចង់ដាច់ខ្យល់ហើយរួចគាត់ក៏បានឃើញមនុស្សម្នាក់កំពុងដេកលើឡែងទូដាក់សភៅហើយគាត់បានស្ដីថាតាចាស់កុំធ្វើខ្មោចមកបន្លាចគាត់អីគាត់ធំអីគាត់មិនមែនក្មេងខ្លាចខ្មោចអីទេនៅពេលដែលលោកអ៊ំចាស់ហ្នឹងគាត់ងាកមើលមុខចាន់ណានបានធ្វើឲ្យចាន់ណានហ្នឹងភ័យហើយគាត់ក៏បានដាក់មីប្រូចជាមួយអាកូននេះដងទៅលោកអ៊ំចាស់ម្នាក់ហ្នឹងក៏បានហោះទៅពីក្រោយចាន់ណានផងដែរចែកដល់ព្រះនាងម្ចាស់ក៏នៅមុខហ្នឹងហើយនាងក៏សួរទៅចាន់ណានថាមិនបានចាន់ណានរត់អញ្ចឹងហើយនាងក៏ក្លែកទៅឃើញលោកអ៊ំចាស់ម្នាក់ហ្នឹងរួចព្រះនាងម្ចាស់យូអឺក៏ប្រាប់ទៅចាន់ណានថាលោកអ៊ំចាស់ម្នាក់ហ្នឹងគឺជាគ្រូរបស់នាងព្រះនាងម្ចាស់យូអឺហ្នឹងក៏បានធ្វើអាស័យឲ្យគ្រូរបស់នាងនឹងបានប្រាប់គ្រូនាងថាគ្រាន់តែនាងលួចយកនៅផែនទីបុរាណដើម្បីទៅយកការឈូកភ្លើងសោះមិនក៏ខឹងយូរម៉េះលោកអ៊ំចាស់ហ្នឹងក៏សួរទៅព្រះនាងម្ចាស់យូអឺថានាងបានយកនៅផ្កាឈូកភ្លើងនឹងបានជោគជ័យអត់ព្រះនាងម្ចាស់យូអឺក៏តបទៅវិញថាប្រកាសដែរក្នុងនាមជាព្រះនាងម្ចាស់ដែរគ្រាន់តែរឿងក្បិចក្បោកចឹងសោះដែរនាងធ្វើអត់បានបន្ទាប់មកនាងក៏ប្រាប់ទៅគ្រូនាងទៀតថាតាមពិតទៅនាងយកបានផ្កាឈូកភ្លើងហ្នឹងដោយសារតែចាន់ណានទេចាន់ណានបានបកប្រែនៅផែនទីបុរាណទៅយកការឈូកភ្លើងនិងថែមទាំងបានជួយសង្គ្រោះនាងទៀតផងបើសិនជាពេលហ្នឹងអត់មានចាន់ណាននាងក៏អត់មានជីវិតមកវិញដែរលោកអ៊ំចាស់ម្នាក់ហ្នឹងក៏បានបញ្ជាព្រះនាងម្ចាស់ឲ្យទៅយកផែនទីបុរាណហ្នឹងឲ្យគាត់វិញហើយគាត់បានសួរទៅចាន់ណានឯងចូលចិត្តមើលសភៅបុរាណអត់បើសិនជាឯងចូលចិត្តមកតាមអញមកលោកអ៊ំចាស់ម្នាក់ហ្នឹងក៏បាននាំចាន់ណានមកបន្ទប់ក្រោមដីមួយដែលជាបន្ទប់ផ្ទុកនៅសភៅបុរាណជាច្រើននិងសិតតែជាសភៅដែលមានតម្លៃហើយលោកអ៊ំចាស់ម្នាក់ហ្នឹងក៏បានយកសភៅបុរាណមួយឲ្យចាន់ណានមកមើលនៅពេលដែលចាន់ណានមើលហើយគាត់បានប្រាប់ទៅលោកអ៊ំចាស់ហ្នឹងវិញថាណែលោកអ៊ំចាស់សភៅនេះមើលទៅមិនមែនសភៅវឹកហាត់ក្បាច់គុណអីទេគ្រាន់តែជាសភៅប្រាប់ពីអ្នកវឹកហាត់ក្បាច់គុណមានអីខ្លះលោកអ៊ំចាស់ម្នាក់ហ្នឹងក៏តបទៅចាន់ណានថាវាមិនមែនស្រួលដូចចាន់ណានគិតទេព្រោះវាមានអត្ថន័យរបស់វាគ្រាន់តែយើងអត់ទាន់យល់នៅពេលហ្នឹងគាត់ក៏បានបញ្ចេញយុទ្ធសាស្ត្ររបស់គាត់ហើយក៏បានហក់ទៅវាយប្រហារចាន់ណានធ្វើឲ្យចាន់ណានគាត់ហក់កិច្ចចុះឡើងហើយគាត់ក៏បានសរសើរទៅចាន់ណានថាចាន់ណាននៅក្មេងសោះតែវឹកហាត់ដល់កម្រិតទី3មើលទៅប្រហែលមានតែចាន់ណានទេដែលខ្លាំងជាងគេនៅក្នុងតំបន់ធានយន្តហ្នឹងហើយចាន់ណានបានសួរទៅលោកអ៊ំចាស់ហ្នឹងថាមិនបានគាត់មើលដឹងថាចាន់ណានហ្នឹងមានកម្រិតទី3ព្រោះចាន់ណានអត់ដែរបញ្ចេញយុទ្ធសាស្ត្រឲ្យគេឃើញទេតាំងពីមកនៅក្នុងរាជវាំងលោកអ៊ំចាស់ម្នាក់ហ្នឹងអត់មាននិយាយអីច្រើនទេគាត់ក៏បានហក់ទៅវាយប្រហារចាន់ណានដោយពួកគេទាំងពីរហ្នឹងដេញគ្នាចុះឡើងឆ្វងឆ្វាំងពេញនៅក្នុងបន្ទប់ហ្នឹងហើយប៊ីសនឹងលោកអ៊ំចាស់ម្នាក់ហ្នឹងហក់ត្រូវចាន់ណានហើយគាត់ក៏បានយកសភៅបុរាណមករងទៅត្រូវបានលោកអ៊ំចាស់ម្នាក់ហ្នឹងគាត់បញ្ឈប់វិញព្រោះសភៅបុរាណទាំងអស់ហ្នឹងគឺមានតម្លៃខ្លាំងណាស់ដោយចាន់ណានដឹងចំណុចខ្សោយរបស់លោកអ៊ំចាស់ហ្នឹងគាត់ក៏បានហក់ទៅទម្លាក់សភៅបុរាណទាំងអស់ហ្នឹងនឹងពេញហ្នឹងបានធ្វើឲ្យលោកអ៊ំចាស់ម្នាក់ហ្នឹងខឹងនឹងចាន់ណានជាខ្លាំងរួចគាត់ក៏និយាយថាអញអត់មានពេលទៅនៅលេងមួយឯងទេហើយគាត់ក៏បានបញ្ចេញនៅយុទ្ធសាស្ត្ររបស់គាត់សោបនៅចាន់ណានមកនៅពេលដែលគាត់សោបចាន់ណានមកចិត្តគាត់ក៏បាននិយាយថាចាន់ណានគឺមានខ្លួនប្រាណដោយល្អឥតខ្ចោះហើយថែមទាំងមានថាមពលវិញ្ញាណហ្នឹងល្អទៀតរួចគាត់ក៏បានដោះលែងនៅចាន់ណានវិញទៅរួចចាន់ណានក៏បានអរគុណទៅលោកអ៊ំចាស់ម្នាក់ហ្នឹងដែលបានដោះលែងនៅខ្លួនគាត់ហើយចាន់ណានបានសួរទៅលោកអ៊ំចាស់ម្នាក់ហ្នឹងថាលោកអ៊ំចាស់ហ្នឹងចាប់គាត់មកហ្នឹងតើមានគោលបំណងអ្វីលោកអ៊ំចាស់ម្នាក់ហ្នឹងក៏បានដកនៅសភៅមួយហើយប្រាប់ទៅចាន់ណានគាត់
គាត់ថាចង់ឲ្យចាន់ណានបកប្រែនៅសភៅបុរាណមួយនេះឲ្យគាត់នឹងគាត់បានបន្ថែមទៀតថាចាន់ណានបានលាក់នៅយុទ្ធសាស្ត្ររបស់ខ្លួនអត់ឲ្យនរណាគេដឹងទេនៅក្នុងរាជវាំងព្រោះចាន់ណានហ្នឹងអត់ចង់មានរឿងញ៉ៃញ៉ៃត្រូវអត់តែបាច់ភ័យទេគាត់នឹងជួយចាន់ណានលាក់រឿងសម្ងាត់មួយហ្នឹងបើសិនជាចាន់ណានជួយបកប្រែនៅសភៅបុរាណមួយនេះឲ្យគាត់គ្រាន់តែបកប្រែចាន់ណានអត់មានខាតអីទេគាត់នឹងឲ្យចាន់ណានដើរមើលសភៅបុរាណនៅក្នុងនឹងចង់អានមួយណាយកមួយហ្នឹងទៅក្នុងចិត្តចាន់ណានវិញអាសភៅបុរាណវិជាក្បាច់គុណអីហ្នឹងអត់សូវសំខាន់សម្រាប់គាត់ទេអ្វីដែលសំខាន់សម្រាប់គាត់គឺគាត់ចង់ស្វែងរកនៅព័ត៌មានខ្លះអំពីអាថ៌កំបាំងនៅពីក្រោយរឿងព្រះនិងបិសាចកប់ជាមួយគ្នាហ្នឹងនៅពេលព្រឹកឡើងចាន់ណានគាត់កំពុងតែអង្គុយតាំងសមាធិប្រមូលនៅធម្មពលស្រាប់តែព្រះនាងម្ចាស់ក៏មកបន្ទប់គាត់នាងក៏ប្រាប់ទៅចាន់ណានថាគ្រូរបស់នាងបានឲ្យកដាស់ម៉ាស្លាក់នេះឲ្យចាន់ណានបកប្រែចាន់ណានក៏ហត់ទៅម៉ាស្លាក់វិញគាត់ប្រាប់ថាម៉ាស្លាក់នេះគាត់បកប្រែហើយរួចព្រះនាងម្ចាស់គាត់ក៏ចាក់ចេញពីបន្ទប់របស់ចាន់ណានទៅអស់រយៈពេលប្រហែលថ្ងៃនៅពេលដែលចាន់ណានគាត់កំពុងតែអង្គុយតាំងសមាធិវឹកហាត់នៅធម្មពលពេលនោះលោកអ៊ំចាស់ម្នាក់ហ្នឹងក៏បានដើរចូលមកហើយបានសរសើរទៅចាន់ណានរួចគាត់ក៏បានស្រោបនៅសភៅ2-3ក្បាលមកឲ្យចាន់ណានហើយបាននិយាយថាឲ្យចាន់ណានវឹកហាត់តាមសភៅនេះទៅចាន់ណាននឹងខ្លាំងជាងមុនចាន់ណានគាត់ក៏អរគុណទៅលោកអ៊ំចាស់ម្នាក់ហ្នឹងហើយគាត់បាននិយាយថាគាត់មកកន្លែងហ្នឹងគឺសម្រាប់តែអានសភៅបុរាណទេលោកអ៊ំចាស់ម្នាក់ហ្នឹងក៏ថាអូឱកាសល្អប៉ុណ្ណឹងហើយនៅបដិសេធទៀតចាន់ណានក៏តបទៅវិញថាគ្រាន់តែឲ្យគាត់អាននៅសភៅបុរាណទាំងអស់ហ្នឹងបានហើយបើសិនជាលោកអ៊ំចាស់ម្នាក់ហ្នឹងចង់ឲ្យគាត់បកប្រែនៅសភៅណាទៀតប្រាប់គាត់មករួចលោកអ៊ំម្នាក់ហ្នឹងក៏បានដកនៅសភៅមួយមកយើងកាន់មកកន្លែងព្រះនាងយូអឺវិញព្រះនាងយូអឺហ្នឹងគឺនាងចង់ទៅនិយាយគ្នាជាមួយឪពុករបស់នាងតែត្រូវបានកូនចៅរបស់នាងទាំងពីរហ្នឹងខាត់អត់ឲ្យនាងចូលទេរួចព្រះនាងយូអឺបានស្រែកទៅប្រាប់ឪពុកនាងថាតាំងពីនាងត្រឡប់មកវិញមិនគាត់ចេះតាអត់ឲ្យនាងនិយាយគ្នាមួយគាត់ចឹងហើយនាងបានស្រែកប្រាប់ទៀតថានាងចង់ឲ្យគាត់រំសាយការភ្ជាប់ពាក្យរបស់នាងជាមួយនឹងអបលិង្កុងហើយទោះបីជាគាត់អត់រំសាយការភ្ជាប់ពាក្យមួយហ្នឹងក៏នាងមានវិធីខ្លួនឯងដែរនៅកន្លែងរបស់ស្ដេចហ្នឹងវិញស្ដេចគាត់កំពុងតែនិយាយពិភាក្សាជាមួយនឹងព្រះនាងម្ចាស់ឈូយូអំពីគ្រួសាររបស់អបលិង្កុងព្រះនាងឈូយូបានប្រាប់គាត់ថានៅក្នុងរាជវាំងនេះមានតាគ្រួសារអបលិង្កុងហ្នឹងឯងដែលស័ក្តិសមជាមួយនឹងយូអឺនឹងនាងបានបន្ថែមទៀតថាបើឆាណានវិញនាងខំព្យាបាលអស់នឹងរយៈពេលប្រហែលថ្ងៃហើយប៉ុន្តែនៅតែបរាជ័យស្ដេចនឹងក៏និយាយទៅវិញថាបើសិនជាព្រះនាងយូអឺរៀបការជាមួយនឹងអបលិង្កុងគ្រួសាររបស់គេទាំងពីរកាន់តែជិតស្និទ្ធចឹងហើយពួកគេអាចធ្វើឲ្យនគរមួយនេះរស់ដោយសន្តិភាពប៉ុន្តែអ្វីដែលសំខាន់គឺឥឡូវហ្នឹងគ្រួសាររបស់អបលិង្កុងអត់ពេញចិត្តជាមួយនឹងចាន់ណានដោយសារតែចាន់ណានហើយនឹងព្រះនាងម្ចាស់ពួកគេជិតស្និទ្ធគ្នាពេកនៅពេលឮអញ្ចឹងយើងមើលទៅទឹកមុខរបស់ព្រះនាងម្ចាស់ឈូយូវិញច្បាស់ជានាងនឹងរៀបចំផែនការធ្វើឲ្យមួយយើងកាន់មកកន្លែងរបស់ចាន់ណានវិញព្រះនាងម្ចាស់យូអឺនាងក៏បានមកកន្លែងគាត់ហើយក៏បានគល់នៅអាកូននេះដងទៅឲ្យគាត់វិញចាន់ណានដោយមើលទៅទុកមុខរបស់ព្រះនាងម្ចាស់នឹងរៀងស្ងួតគាត់ក៏សួរទៅព្រះនាងម្ចាស់មានរឿងអីមែនបើសិនជាមានរឿងអីប្រាប់គាត់មកគីឡូគាត់អាចជួយបានព្រះនាងម្ចាស់យូអឺក៏ប្រាប់ទៅចាន់ណានឪពុករបស់នាងគឺអត់ដែរឲ្យនាងនឹងចេញក្រៅរាជវាំងទេរហូតមកដល់ពេញវ័យនេះមកនាងបានចេញតែម្ដងទេចេញទៅយកផ្កាឈូកភ្លើងរួចពួកគេក៏បាននិយាយគ្នាបន្តនៅពេលដែលពួកគេនិយាយគ្នាហើយដើរចេញពីកន្លែងហ្នឹងក៏បានជួបព្រះនាងម្ចាស់ឈូយូហើយព្រះនាងម្ចាស់ឈូយូប្រាប់ទៅពួកគេទាំងពីរនាក់ថានៅក្នុងរាជវាំងគឺមានមនុស្សច្រើនណាស់ដែលមើលមកពួកគេអញ្ចឹងហើយគាត់ចង់ឲ្យព្រះនាងម្ចាស់ឈូយូហ្នឹងនៅឲ្យឆ្ងាយពីចាន់ណានតិចព្រះនាងម្ចាស់យូអឺក៏និយាយទៅវិញថាគាត់ណានាងចង់រាប់អានមិត្តភក្តិបានដែរហើយតែត្រូវបានព្រះនាងម្ចាស់ឈូយូប្រាប់ទៅវិញថាចាន់ណានហ្នឹងគាត់អត់មានឋានៈអីនៅក្នុងរាជវាំងអញ្ចឹងអត់ស័ក្តិសមជាមួយនឹងព្រះនាងនៅក្បែរព្រះនាងម្ចាស់យូអឺអត់ខ្វល់ក៏បានកាន់ដៃចាន់ណានចាក់ចេញហើយព្រះនាងម្ចាស់ឈូយូនាងក៏បានគប់មកជុលមួយទៅចាន់ណានខ្លួនគាត់ក៏ដឹងដែរថាព្រះនាងម្ចាស់ឈូយូគប់ជុលមកតែគាត់អត់កិច្ចពេលដែលព្រះនាងម្ចាស់ឈូយូដើរចាក់ចេញនាងបាននិយាយថាសូម្បីតែកិច្ចមកជុលប៉ុណ្ណឹងចាន់ណានកិច្ចអត់បានផងហ្នឹងមើលទៅចាន់ណាននេះគ្មានសង្ឃឹមអីទេព្រះនាងម្ចាស់យូអឺប្រាប់ចាន់ណានថាបាច់ខ្វល់ទេចាំនាងបរៀនចាន់ណានហ្នឹងនៅក្បាច់ស្រោកម្លាំងធាតុចឹងហើយនៅពេលដែលចាន់ណានគាត់
ចេះក្បាច់ហ្នឹងគាត់អាចសូកម្លាំងធាតុពីនាងវិញបានតែត្រូវបានចន្ទនាហ្នឹងគាត់បដិសេធហើយចន្ទនាបានផ្ដាំទៅព្រះនាងម្ចាស់នាងគួរតែឈប់វឹកហាត់យុទ្ធសាស្ត្រឡើងទៅព្រោះវិធីដែលអមចាស់ម្នាក់នោះដែលជាគ្រូរបស់ព្រះនាងម្ចាស់បរៀនទៅនាងហ្នឹងគឺជាយុទ្ធសាស្ត្រអាក្រក់ពេលដែលចន្ទនាគាត់មកដល់បន្ទប់គាត់វិញគាត់ក៏បានរៀបចំឲ្យបានដើម្បីចាក់ចេញពីរាជវាំងនឹងគាត់បាននិយាយទៅកាន់អាកូនៀកថាគាត់មករាជវាំងហ្នឹងដើម្បីស្រាវជ្រាវអំពីរឿងអាចកំបាំងខ្លះកាលពីមុនតែឥឡូវគាត់អានសភៅបុរាណទាំងអស់ហ្នឹងអស់លេងហើយប៉ុន្តែនៅតែអត់មានតម្រុយពីរឿងអាចកំបាំងហ្នឹងសោះអាកូនៀកហ្នឹងក៏ប្រាប់ទៅចាណានរាល់ថ្ងៃហ្នឹងរស់នៅក្នុងរាជវាំងស្រួលចង់ងាប់មិនរស់នៅកន្លែងហ្នឹងសិនទៅហើយណាមួយបើសិនជាធម្មពលរបស់ចាណានវិលមកវិញមិនសួរស្ដេចនឹងឲ្យតំណែងខ្ពស់នៅក្នុងរាជវាំងទៅចាណានទៀតចាណានអត់និយាយច្រើនគាត់ក៏បានដើរចាក់ចេញហើយប្រាប់តាអាកូននេះថាបើឯងចង់នៅតែឯងហើយអញទៅហើយរួចអាកូននេះហ្នឹងក៏ទៅតាមចាណានហើយវាប្រាប់ទៅចាណានថាពួកយើងគួរតាទៅលាព្រះនាងម្ចាស់យូអឺសិនហើយពេលហ្នឹងចាណានគាត់ក៏បានយកกระดาษដែលលោកអ៊ំចាស់ម្នាក់ហ្នឹងឲ្យគាត់បកប្រែតែឥឡូវគាត់អត់បានយកឲ្យលោកអ៊ំម្នាក់ហ្នឹងវិញទេគាត់ចាំទៅជួបព្រះនាងម្ចាស់យូអឺហើយឲ្យនាងយកกระดาษហ្នឹងទៅឲ្យលោកអ៊ំចាស់ម្នាក់ហ្នឹងវិញទៅហ្នឹងហើយអ្នកទាំងអស់គ្នាភាគទី7របស់យើងក៏ត្រូវបានបញ្ចប់តែប៉ុណ្ណឹងបើសិនជា admin មានកន្លែងណាខុសឆ្គងអីសូមអធិស្ឋានផងណា admin នឹងព្យាយាមកែសម្រួលឲ្យល្អជាងនេះទៅទៀត